បាលខេត្តកណ្ដាលលោកគួយចម្រើនបានសម្រេចដកលោកឈុនផាលីចេញពីតំណែងប្រធានមណ្ឌលសុខភាពសិទ្ធិត្បូរឲ្យមកជាមន្ត្រីវិញក្រោយវីដេអូធ្វើចលនាដើមទ្រូងអ្នកជំងឺស្រីអាយុ17ឆ្នាំផ្ទុះចម្ងល់ថាជាការសង្គ្រោះឬក៏បំពានគេខ្មាស់លោកឈុនផាលីបានសុំទោសនឹងអះអាងថាការប៉ះពាល់នោះកើតឡើងដោយអចេតនាក្នុងពេលជួយសង្គ្រោះទោះយ៉ាងណាការសុំទោសទំនងមិនអាចរំលងនីតិវិធីយោងតាមដីកាបញ្ចប់ភារកិច្ចមន្ត្រីរាជការផ្សព្វផ្សាយដោយរដ្ឋបាលខេត្តកណ្ដាលការដកតំណែងនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃទី4ខែសីហាឆ្នាំ2026តទៅចំណែកមន្ត្រីសុខាភិបាលបន្តការងារស៊ើបអង្កេតលោកគៀមពិសិដ្ឋប្រធានមន្ត្រីសុខាភិបាលស្ដីទីខេត្តកណ្ដាលប្រាប់ News Today នៅថ្ងៃទី4ខែសីហាថានៅម៉ោង12អាធ្រាត្រថ្ងៃទី3ខែសីហានារីរងគ្រោះបានសន្លប់ខំអណ្ដាតនឹងត្រូវបានបញ្ជូនបន្តពីមណ្ឌលសុខភាពសិទ្ធិត្បូរទៅកាន់មន្ទីរពេទ្យជ័យជំនះដោយមានលោកឈុនផាលីអមដំណើរក្នុងរថយន្តរួមជាមួយសមាជិកគ្រួសាររបស់អ្នកជំងឺសរុប7នាក់ក្នុងរបាយការណ៍ចុះថ្ងៃទី3ខែសីហាលោកឈុនផាលីអះអាងថាពេលបញ្ជូនអ្នកជំងឺស្ថានភាពរបស់នាងកាន់តែធ្ងន់ធ្ងរដោយលេបអណ្ដាតស្ទះផ្លូវដង្ហើមនិងឡើងស្លេះខ្លាំងលោកបានសម្ដែងការសោកស្ដាយនិងសុំទោសចំពោះកាយវិការដែលធ្វើឲ្យប៉ះពាល់អារម្មណ៍អ្នកជំងឺនិងក្រុមគ្រួសារដោយគ្មានចេតនាបៀតបៀនឡើយទោះជាយ៉ាងណាលោកគៀមពិសិដ្ឋប្រធានមន្ត្រីសុខាភិបាលស្ដីទីយល់ថាសកម្មភាពនៅក្នុងវីដេអូហាក់មិនសមរម្យហើយប្រសិនបើរកឃើញថាមានការរំលោភក្រមសីលធម៌វិជ្ជាជីវៈមន្ទីរនឹងអនុវត្តវិធានការច្បាប់និងរដ្ឋបាលដោយគ្មានការលើកលែងលោកមេធាវីសុកសំអឿនវិភាគថាតាមការមើលសកម្មភាពក្នុងវីដេអូហាក់ជាចេតនាប៉ះពាល់លើគេខ្មាស់របស់អ្នកជំងឺលោកថាប្រសិនបើការស៊ើបអង្កេតបញ្ជាក់ថាមានកំហុសវិជ្ជាជីវៈពិតប្រាកដគ្រួសារជនរងគ្រោះអាចប្តឹងទៅតុលាការដើម្បីទាមទារសងជំងឺចិត្តអ្នកនាំពាក្យក្រសួងកិច្ចការនារីលោកស្រីសស៊ីណែតបានប្រាប់ News Today ថាក្រសួងបានបញ្ជូនវីដេអូនេះទៅក្រសួងសុខាភិបាលរួចរាល់ហើយកំពុងរងចាំលទ្ធផលស៊ើបអង្កេតចំណែកលោកស្រីអេងច័ន្ទឌីនាយិកាប្រតិបត្តិនៃអង្គការ Gender និងអភិវឌ្ឍដើម្បីកម្ពុជាលើកឡើងថាបើទោះបីជាស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់ក៏ដោយបុគ្គលិកសុខាភិបាលនៅតែមានកាតព្វកិច្ចគោរពសេចក្តីថ្លៃថ្នូរនិងសិទ្ធិរបស់អ្នកជំងឺហើយការស៊ើបអង្កេតត្រូវតែធ្វើឡើងដោយឯករាជ្យនិងតម្លាភាពដើម្បីបញ្ជាក់ការពិតនិងរក្សាទំនុកចិត្តរបស់សាធារណជនផ្អែកតាមក្រមព្រហ្មទណ្ឌកម្ពុជាមាត្រា246ការស្ទាបអង្អែលគេភេទដោយគ្មានការស្ម័គ្រចិត្តប្រឈមទោសជាប់ពន្ធនាគារពី1ដល់3ឆ្នាំនិងពិន័យជាប្រាក់2លានដល់6លានរៀលខ្ញុំរស់សុធាពី News Today NTTVចំណែកកូនជ្រូក AC861 ល្អសម្រាប់កូនជ្រូករៀនស៊ីមិនរាកឆាប់ធំនិងការលូតលាស់លឿនមេចំណីជ្រូកសាច់ AC168 ហើយសាច់ហើយត្រគាកមិនបែកខ្លាញ់ ACFit សាច់ចិញ្ចឹមមានសុខភាពល្អជួយបង្កើនប្រាក់ចំណេញ